ណាគេថាតំបន់ពិសេសបើយើងមានក្លិនតំបន់ពិសេសបើយើងអត់មានក្លិនទេណាតួអ្នកគាត់សុខភាពល្អទូទៅប៉ុណ្ណាក៏ដោយតំបន់ពិសេសបើយើងគឺអត់មានក្លិន lavender ឬក៏ vanilla អីទេអាហ្នឹងគឺជារឿងធម្មជាតិបំផុតហ្មងហើយបើសម្រាប់អ្នកគេគាត់មានក្លិនខ្លាំងលាងសម្អាតខ្លួនហើយនៅតែមានក្លិនទៀតអាហ្នឹងគួរតែពិគ្រោះជាមួយអ្នកជំនាញហើយដើម្បីថែរក្សាអនាម័យតំបន់ពិសេសបើយើងអត់ឲ្យមានក្លិនណាយើងអាចធ្វើតាមនេះបានទីមួយតើតើមួយការលាងសម្អាតនិយាយទៅតំបន់ពិសេសបើយើងជាមានមុខងារ self cleaning ស្រាប់ហើយអញ្ចឹងនៅពេលដែលយើងលាងគឺត្រូវការតែទឹកទេតែបើសិនជាបងប្អូនចង់ប្រើសាប៊ូគួរជ្រើសយកសាប៊ូណាដែលវាអត់ក្លិនហើយស្រាលស្រទន់លាងតែខាងក្រៅបានហើយបើមិនអញ្ចឹងទេវាអាចប៉ះពាល់ដល់កម្រិត pH របស់យើងទីពីរតើតើមួយការរើខោខ្នងអត់គួរពាក់អាណារឹបពេកទេគួរពាក់អាណាដែលវាមានផាសុខភាពឲ្យមានខ្យល់ចេញចូលបានហើយអត់ធ្វើឲ្យយើងបែកញើសនៅពេលបើសិនជាយើងបែកញើសឬក៏សើមអីហ្នឹងគឺងាយនឹងឡើងពពុះបាក់តេរីដែរទី3វិញតើតមួយការដែលយើងមកប្រចាំខែអញ្ចឹងយើងអាសាបដូរសលៃអនាម័យអញ្ចឹងណា2ម៉ោងម្ដងអត់គួរតែយើង3 4ម៉ោង5ម៉ោងឯងមិនដូរម្ដងទេអាហ្នឹងក៏វាបណ្ដាលឲ្យយើងមានក្លិនដែរទី4វិញគឺជៀសវាងការប្រើប្រាស់ផលិតផលដែលមានក្លិនដូចអប់មិនថាសលៃអនាម័យមិនថាសាប៊ូឬក៏ទឹកអនាម័យទេហើយមួយទៀតសម្រាប់អ្នកគាត់ចូលចិត្តទៅហាត់ប្រាណឬក៏ចូលចិត្តហែលទឹកអត់គួរពាក់អាវសើមហ្នឹងយូរម៉ោងទេយើងគួរតែឆាប់លាងសម្អាតខ្លួនហើយដូរផ្លាស់វាអញ្ចឹងទៅហើយកុំភ្លេចអាសាញ៉ាំទឹកផងញ៉ាំទឹកបានច្រើនក៏ជួយឲ្យយើងអត់សូវមានក្លិនដែរហើយតើតមួយការញ៉ាំអាហារក៏អញ្ចឹងដូចគ្នាញ៉ាំអាហារគួរតែជ្រើសយកអាហារសុខភាពឬក៏អាហារដែលមានតុល្យភាពមានញ៉ាំផ្លែឈើអីដែរអញ្ចឹងណាកាត់បន្ថយពពុះអាហារកែច្នៃជាចុងវីដេអូនេះវិញណាសម្រាប់អ្នកគាត់បានមើលវីដេអូនេះឬក៏បងប្អូនដែលគាត់បានមើលវីដេអូហ្នឹងគឺចង់បញ្ជាក់ថាធម្មជាតិគឺវាល្អបំផុតហើយសម្រាប់កន្លែងហ្នឹងហ្មងនិយាយទៅគឺអត់មានត្រូវការដែលយើងត្រូវធ្វើប្រើលេតឹងណែឬក៏បដូរពណ៌ខ្លះជាពណ៌ផ្កាយឈូកទេគឺអត់ចាំបាច់សោះហ្មងព្រោះថាវាអាចនឹងបង្កហានិភ័យនៅថ្ងៃអនាគតរបស់យើងសម្រាប់បងដែលចង់បានស្បែកស្អាតស្បែកភ្លឺជាមួយនឹងផលិតផលដែលនាំចូលមកពីប្រទេសញូហ្សេឡង់ណាកុំភ្លេចឲ្យសោះជាមួយនឹងផលិតផលឡាបន